បឋមខ្ញុំសូមគោរពគណៈទឹកដីនិងខ្ញុំកិត្តិយសអស់ដែលជួយមកថ្ងៃនេះសូមគោរពបងប្អូនជាសមាជិកសមាជិកានៃអង្គសមាជមើលមួយថ្ងៃនេះមកព្រឹកនេះយើងនិយាយគ្នាពីរឿងអីអ្នកណាអាចសង្ខេបបានមួយម៉ាត់ពីរម៉ាត់ថាយើងនិយាយគ្នាពីរឿងអីមកព្រឹកនេះរឿងអីពីអីដែលយើងឮច្រើនជាងគេហើយយើងចាត់អារម្មណ៍ជាងគេពីអីមកពេលសមាជនេះយើងនិយាយពីរឿងអីអានេះនិយាយថាដោយសារថាវាកាន់តែថ្ងៃហើយម្យ៉ាងទៀតនំចុកក៏ពីមានឲ្យយើងកាន់តែនេះដែរអញ្ចឹងខ្ញុំសូមបញ្ជាក់ថាខ្ញុំមានរឿងពីរដែលចង់បូកសរុបនៅពេលនេះប៉ុន្តែជា10ម៉ោងខ្ញុំសូមលើកបញ្ហាចូលមួយពីរពេលមកដល់ភ្លាមគឺមានគណៈប្រតិភូដែលអញ្ជើញមកដល់សួរខ្ញុំថាមិនមកឆ្ងាយមែនពីព្រោះវែងច្រើនណាស់គណៈប្រតិភូដែលអញ្ជើញមកវិញហើយនេះមកច្រើនមែនអញ្ចឹងយើងវាមូលដ្ឋានណាគឺបញ្ហារបស់គណៈបកយើងគឺស្ថិតនៅមូលដ្ឋានជាសំខាន់ហើយតាមការពិតប្រជាធិបតេយ្យពិតប្រាកដគឺស្ថិតនៅក្នុងមូលដ្ឋានខ្ញុំមិនទីឧទាហរណ៍ច្រើនទេថារឿងប្រទេសស្វីសមួយចុះដែលប្រជាធិបតេយ្យខ្លាំងមែនទែនគេចង់ឲ្យប្រជាជនម្នាក់ចូលសញ្ជាតិស្វីសដែលគេទៅសុំអ្នកណាទេមិនមែនរដ្ឋសភាមិនមែនរដ្ឋាភិបាលទេណាប្រធានឃុំប្រធានសង្កាត់មានសិទ្ធិបញ្ចូលសញ្ជាតិតែប្រកាសវាថាតែគេក្តាប់បានមែនទែនគឺអំណាចបែងចែកវិមជ្ឈការទៅឲ្យមូលដ្ឋានហើយចឹងបានជាយើងមានឈ្មោះថាគណៈបកប្រជាធិបតេយ្យមូលដ្ឋានគឺយើងរៀបចំធ្វើការមូលដ្ឋានហ្នឹងពីមូលដ្ឋានទៅតែឥឡូវនេះអាហ្នឹងរឿងតូចតាចទេរឿងមួយទៀតគឺថាតើមកព្រឹកនេះយើងនិយាយពីរឿងអីដែលសំខាន់បំផុតគឺយើងនិយាយរឿងពីរតែពីរហ្នឹងបើគិតសពទៅគឺរឿងតែមួយទេជាមួយគឺធ្វើវិសោធនកម្មដើម្បីឲ្យយើងអាចចូលទៅសម្ព័ន្ធភាពបានហើយទីពីរគឺយើងទាំងអស់គ្នាវាយតម្លៃទៅលើសាមគ្គីភាពរវាងគណៈបកទាំងអស់ថាបើយើងរួមគ្នាយើងខ្លាំងហើយរឿងនេះមិនមែនយើងចេះតែថាយើងចេះតែនិយាយទេគឺប្រវត្តិសាស្ត្រថ្មីនេះបង្ហាញឲ្យយើងឃើញនៅពេលដែលភ្លើងទៀនហើយនឹងសិទ្ធិនេះចូលគ្នាយើងមើលឃើញកម្លាំងវាខ្លាំងប៉ុណ្ណាចុះផុតបឹបឡើងគឺបោះឆ្នោតបានទទួលជោគជ័យបានទទួលសមាជិកស្ពាបអីគឺថាច្រើនណាស់ណាហើយបន្ទាប់មកទៀតអានឹងជាឧទាហរណ៍នៅថ្នាក់ជាតិប៉ុន្តែមូលដ្ឋានមានដែរមានគណៈបកណានៅមូលដ្ឋានណាបង្ហាញឲ្យឃើញអំពីសាមគ្គីភាពរវាងគណៈបកនៅមូលដ្ឋានទេសាក្រាមនេះគឺបានបង្ហាញឲ្យយើងឃើញថាយើងរួបរวมគ្នារវាងបកក្រៅអំណាចហើយយើងមានកម្លាំងខ្លាំងក្នុងការជ្រើសរើសភូមិអីដោះស្រាយទៅបញ្ហារបស់ភូមិអីបានយ៉ាងមានប្រសិទ្ធភាពបំផុតដូច្នេះគ្រប់ពេលវេលាសាមគ្គីភាពនិងសម្ព័ន្ធភាពនេះគឺបង្ហាញហើយជាក់ស្ដែងបំផុតថាវាធ្វើឲ្យយើងខ្លាំងពីព្រោះអីខ្លាំងថាពេលដែលយើងសាមគ្គីនឹងប្រជាជនជឿដល់ប្រជាជនមកធ្វើជាមួយយើងចូលរួមធ្វើជាមួយយើងហើយនឹងឯងនិយាយថាសាមគ្គីជាកម្លាំងគឺកន្លែងហ្នឹងណាអាយ៉ាមានបែអូយើងអត់និយាយបញ្ហារបស់គេណាគេអត់មានបញ្ហាអីសោះគេធុញគេនេះយើងនិយាយទៅបញ្ហាមនុស្សចាស់គេកូនមកទូចមួយដូចនេះហើយគេធ្វើឲ្យមានបញ្ហាដូចនេះអត់អីទេកុំប្រើបងទី2អញ្ចឹងគឺកម្លាំងសាមគ្គីភាពនេះវាធ្វើឲ្យយើងមានកម្លាំងខ្លាំងហើយនៅក្នុងសន្ទរៈខាបើលោកប្រធានគណៈបកបានស្វាគមន៍អបអរសាទរចំពោះគណៈបកដែលអញ្ជើញមកចូលរួមtrongពេលនេះហេតុអីពីព្រោះនេះជាសមាជរបស់គណៈបកប្រជាធិបតេយ្យមូលដ្ឋានទេក៏ប៉ុន្តែយើងស្ដាប់មតិរបស់អ្នកដឹកនាំបកផ្សេងៗទៀតទៅដូចជាសមាជិកដូចជាសមាជរបស់គណៈបកទាំងអស់គ្នាមែនទេប្រព្រឹត្តហ្នឹងណាដូច្នេះហើយយើងឃើញថាការសាមគ្គីភាពយើងទាំងអស់គ្នាចង់បានសាមគ្គីភាពនេះយើងចាំបានតាមមកទៀតអញ្ចឹងហើយបានជាយើងអនុម័តឲ្យបកយើងអាចចូលទៅចងសម្ព័ន្ធភាពបានហើយបន្ទាប់ពីហ្នឹងទៅគឺសមាជបានបង្ហាញបរិយាកាសថាយើងចង់បានឲ្យបករួបរวมគ្នាឲ្យបកចូលគ្នាក៏ប៉ុន្តែយើងមានពិសោធន៍កន្លងមកដែរថានៅពេលដែលភ្លើងទៀនហើយនឹងសម្ព័ន្ធភាពហើយនឹងសិទ្ធិមនុស្សចូលគ្នាហ្នឹងយើងចូលវឹកចាត់ការគ្នាពីជួបគ្នាភ្លាមគឺថានៅមានបញ្ហាខ្លះដែលត្រូវដោះស្រាយឥឡូវនេះយើងរៀនសូត្រពីអានឹងគឺយើងចាប់ចងសម្ព័ន្ធភាពពីមូលដ្ឋានទៅគឺថាដំបូងបោះឆ្នោតឃុំនេះ
គឺថាយើងនឹងរូបជួនហើយឯកឧត្តមហ៊ុនស៊ុនហួរបានលើកឡើងច្បាស់គឺខ្ញុំបាននិយាយឡើងវិញទេព្រោះនំខ្ញុំហើយហៅកាន់តែខ្លាំងហើយដូច្នេះគឺបងប្អូនស្ដាប់វានឹងទៅហើយបើចង់ទៀតថ្ងៃក្រោយនឹងមានពេលសួរនេះទៀតពីព្រោះការរបៀបធ្វើការរបស់យើងអត់មកនិយាយឲ្យសហគមន៍ស្ដាប់ទេអ្នកបព្វជិធិបតេយ្យមកស្ដាប់អ្នកនៅមូលដ្ឋានឥឡូវខ្ញុំសួរម៉ាត់នៅមូលដ្ឋានមានបញ្ហាអីខ្លះមានធំដល់ថ្ងៃនេះមានណាអាចនិយាយបានទេប៉ុន្តែគ្លៀនខ្ញុំចុះបើអត់និយាយចេញនេះទៅណាបញ្ហានៅនេះឥឡូវនៅសក្តិនឹងហ្មងនៅសក្តិបញ្ហាដែលសំខាន់គឺបញ្ហាដីធ្លីមែនទេបញ្ហាបំណុលនៅលោកប្រធាននិយាយ99.99%នេះបញ្ហានេះណាបញ្ហាហើយទី3បញ្ហាអីមើលថាមួយម៉ាត់ទី3មានបញ្ហាអីទេបញ្ហាទីផ្សារស្រូវស្វាយចន្ទទីដលងចុះថោកនេះពេលដែលយើងធ្វើចំណាយអស់ចឹងបញ្ហាអញ្ចឹងបញ្ហាអស់នឹងហើយដែលធ្វើឲ្យយើងមានការលំបាកហើយគោលបំណងរបស់គណៈបព្វជិធិបតេយ្យមូលដ្ឋានក៏ដូចជាគោលបំណងរបស់គណៈបព្វទាំងអស់ដែលខ្ញុំបានមើលលក្ខន្តិកៈដែលខ្ញុំបានស្ដាប់ប្រសាសន៍របស់អ្នកដឹកនាំគោលបំណងស្ទឹងតែដូចគ្នាគឺចង់ឲ្យប្រជាជនមានជីវិតថ្លៃថ្នូរមួយគឺណាមានជីវិតថ្លៃថ្នូរអត់មានបញ្ហាទីផ្សារអត់មានបញ្ហាស្អីមានដែរនៅស្រុកគេក៏ប៉ុន្តែគេដោះស្រាយបានដល់ចឹងសេដ្ឋកិច្ចគេចេះទៅរីកចម្រើនទៅដល់យើងមានទៅជំរាបមួយនឹងជេរមរាយហ្មងសូវចុះថោកណាដូច្នេះយើងនឹងទៅដល់គោលបំណងទាំងអស់គ្នាគ្រប់គណៈបកទៅដល់គោលបំណងទាំងអស់គ្នាគោលបំណងទី2គឺអធិបតេយ្យភាពបរិបូរណ៍មានណាមកឈានទៀតទេពេលដែលឯកឧត្តមជាគណៈបកនៅជាតបតៃជឿនលឿនធ្វើសមាជយើងគណៈបកយើងឆែកប្រាក់ជាតបតៃមូលដ្ឋានយើងនេះនិយាយក្នុងអូនមហាលវលហើយទៅមិនរួចទេណាយើងចែកចាត់គ្នាយើងម្នាក់ឬពីរនាក់ទៅចូលរួមបានហើយអញ្ចឹងហ្នឹងស្រាប់លឺព័ត៌មានមកផ្សព្វផ្សាយរាល់ថ្ងៃជានិច្ចថាលោកបលារាយពេញព្រំដែនថ្ងៃណាដែលយើងចាប់ដៃគ្នាថ្ងៃណាដែលយើងសាមគ្គីគ្នានៅពេលបរទេសមកងារយើងអញ្ចឹងដល់អញ្ចឹងទៅយើងគិតថាអញ្ចឹងត្រូវតែទៅចូលរួមក្នុងសមាជហ្នឹងហើយចូលទៅរួមគឺថាយើងមានលទ្ធភាពនឹងជួបគ្នាសន្ទនាគ្នានិយាយគ្នាយល់គ្នាកាន់តែខ្លាំងឡើងដូចថ្ងៃនេះអញ្ចឹងប៉ុន្តែនៅចំណុច1 2តូចទេគឺថាបញ្ហាខ្លាចខ្ញុំចង់ធ្វើខ្ញុំចង់ជួយខ្ញុំចង់តស៊ូឲ្យបានជីវភាពថ្លៃថ្នូរកូនខ្ញុំមានសាលារៀនកូនខ្ញុំមានទីពេទ្យកូនខ្ញុំមានស្អីទាំងអស់ឲ្យដែលយើងត្រូវការសម្រាប់ដល់ប្រាកូនយើងឲ្យរីកចម្រើនដូចប្រទេសអភិវឌ្ឍខ្ញុំចង់បានប្រទេសទៀតដែលមានអធិបតេយ្យភាពប៉ុន្តែខ្ញុំខ្លាចគេចាប់ខ្ញុំគេធ្វើបាបខ្ញុំធ្វើមិនបើខ្លាចចឹងមើលណាដល់នេះមានណាដល់មានឆ្នាំធ្វើមិនបាត់ខ្លាចទេឆ្នាំធ្វើមិនបាត់ខ្លាចគឺទី1ត្រូវចេះច្បាប់យើងខ្ញុំជាអ្នកដឹកនាំត្រូវនាំយកច្បាប់មកពង្រៀននៅមូលដ្ឋានមកប្រាប់ថាយើងមានសិទ្ធិធ្វើនេះមានសិទ្ធិធ្វើនោះដល់យើងដឹងថាមានច្បាប់ធ្វើនេះធ្វើនោះណាកណ្ដាគេមករករឿងយើងអាចនិយាយទៅប្រាប់គេបានថានេះច្បាប់ថាចេះដូចពិតមិញលោកហុងស៊ុនលើកឡើងអំពីសមាជនិយាយអំពីសម្ព័ន្ធភាពហ្នឹងកាលមុនមានប្រកាសនឹងណាចូលប្រុយហើយច្បាប់និយាយទៀតផងចូលបានតាមចិត្តចាក់ទៅមានប្រកាសមុនមកប្រាប់ថាចូលមិនបានទេដល់ចូលមិនបានទេយើងនេះទៅធ្វើអស់ពិធីនេះអញ្ចឹងគឺថាឥឡូវនេះយើងបានសម្រេចគោលបំណងយើងអស់ហើយប៉ុន្តែការខ្លាចហ្នឹងគឺថាទី1ទៅចេះច្បាប់កាន់តែច្រើនកាន់តែលែងខ្លាចទី2ពង្រឹងពង្រីកបាក់យើងឲ្យរីកធំធាត់គ្នាកាន់តែច្រើនដំបូងខ្មោចលងយើងគណៈម្នាក់ឯងពីរនាក់ប៉ុន្តែដល់គ្នាច្រើនយើងលងខ្មោចវិញនេះអត់មានខ្លាចអីទៀតទេនេះអត់មានខ្លាចទៀតទេណាអញ្ចឹងហើយបានថាយើងហើយទម្លាប់នៅនេះគណៈបាយើងស្បស្រួយគណៈយើងចុះទៅមូលដ្ឋានដោយលោកបណ្ឌិតកែមលីដែលជាបេតាស្ថាបនិករបស់យើងអញ្ចឹងគណៈគាត់ចុះទៅមូលដ្ឋានណាគាត់អត់ទៅនិយាយឲ្យស្ដាប់របស់ម៉ោងទេគាត់ចុះទៅមានអី101យប់ហ្នឹងហើយស្អីបាទគឺថាចុះទៅស្ដាប់ហើយយើងស្ដាប់មែនអ្នកនៅមូលដ្ឋាននិយាយដល់និយាយមកគាត់ដឹងបញ្ហាជាក់ស្ដែងពិតគាត់ទាំងអស់ដល់ឡើងគាត់មកបុកសរុបវិញគឺមានប្រសិទ្ធភាពនិយាយឡើងជាជនចឹងបានជាស្កាយហែសពលោកបណ្ឌិតកែលីមនុស្សរាប់សែនអ្នកមើលទៅដាច់កន្ទុយភ្នែកសមុទ្រមនុស្សដែលហែសពបណ្ឌិតកែលីហើយគេបាត់ហាងសាំងមិនឲ្យលក់ដើម្បីកុំឲ្យម៉ូតូបើករួចមានអ្នកចែកសាំងសម្ហែសពបណ្ឌិតកែលីមានអ្នកចែកនំប៉័ងមានអ្នកចែកម្ហូបនៅក្នុងខែហែសពកែលីនេះគឺថាយើងមើល
chẳng hơi dương cái này dương chết pháp cái này dương sạm chỉ khía cái này dương miên một số chi cầm ru ở dương khơi đấy đôi khi lục ta làng nướng nơi phổ sát đôi khi lên cành lấy những xoạt xoạt hai tràn đơn đừng hơi trong mình chọc nhưng xong mình chạy một chiếc cứ thà trong niêm chỉ nè đặt nón xong người ta do chất độc đạn sát mà thế đúng không nhỉ cũng từ tuồng công khơi là anh chẳng hạn anh chè ở trên đấy bịa chắc bịa bị prey tôi luôn ấy mơ tùm dul tôi kế tôi sao sáng rồi mơ dul còn chẳng nung chơi prey sạch xà hào rồi còn phiếu niêm bảo chung đấy nó ban con được quốc buôn dòng nhóm thành này mình men chỉ là tại đất được bóc nét là còn gì nét được nhóm cứ từ đáp từ dul từ vô thái của môn kia đúng không đấy đôi lúc ta ngồi gặp làm dưỡng tăng vì 20 năm mấy cái nam mấy nữa tăng vì 20 năm một này haiประมาณ7วันนั้นទី7ប្រាប់យើងថាម៉េចមកឃ្លាមួយដែលយើងទៅចាំងជានិច្ចថាលោកមានបន្ទូលក៏ជាបានខ្ញុំឈឺចាប់ចំពោះទុកនេះរបស់ប្រជារាស្ត្រជាងខ្ញុំឈឺចាប់ចំពោះទុកនេះរបស់ខ្ញុំតើកណ្ដាអ្នកដឹកនាំបានប្រព្រឹត្តមានគំនិតអញ្ចឹងដោយលោកសេមានីបាននិយាយថាចេញពីបេះដូងណាធ្វើដោយចេញពីលោកយើងនឹងប្រមូលកម្លាំងបានយើងនឹងបានជាហើយយើងនឹងនាំប្រជាជាតិយើងឲ្យទៅកាន់ជីវភាពស្អីសូននិងពលនភាពតែដៃពិតប្រាកដទីនេះខ្ញុំសូមអរគុណហើយកាន់តែបែរឆ្ងាយសូមចាប់សម្ដែងចេះអរគុណ